មានគេឲ្យយោបល់ខ្ញុំថាខ្ញុំនៅអាមេរិកចឹងមានលុយគួរដាក់ចងការប្រាក់ឲ្យបងប្អូនយើងនៅខ្មែរថាខ្ញុំល្បីចឹងនៅពេលយើងដាក់ចងការប្រាក់ទៅដឹងតែមានគេមកខ្ចីហ្មងព្រោះរងថ្ងៃប្រជាជនខ្មែរយើងខ្ចីការប្រាក់ចិននិយាយពីថាការត្រាស់ប្រាក់ឲ្យវាខ្ពស់អញ្ចឹងបើសិនតែខ្ញុំដាក់ចងការប្រាក់ដឹងតែមានគេមកខ្ចីហ្មងហើយដឹងតែហៅចំណូលបានឈឹបជាងធ្វើវីដេអូនឹងទៀតផ្ដាំទៅបងប្អូនមួយចំនួនដែលគាត់មានគំនិតហៅស៊ីហើយមានគេមកប្រាប់ថាចំណេញវត្តលៀនអីសិក្សាឲ្យបានច្បាស់លើលោកនេះគ្មានអីបានមកដោយសួរតែសិនទៅហ៊ានវគ្គជោគជ័យគេប្រាប់ថាបោះ100ចំណេញ10000ណាសូមប្រាប់បងប្អូនថាគូជោគជ័យទាំងអស់នោះគេមិនមកប្រាប់យើងមុនទេគេប្រាប់បងប្អូនសាច់ញាតិគេមុនយើងទៀតសម្រាប់ខ្ញុំវិញខ្ញុំនិយាយពីខ្សែជីវិតខ្ញុំជាមួយនឹងអារឿងហៅលុយចងការប្រាក់នេះគ្មាននិស័យហ្មងនិយាយមែននៅស្រុកខ្មែរខ្ញុំក៏ធ្លាប់រកស៊ីចងការប្រាក់ហ្នឹងដែរនិយាយពីថាដាក់ដំបងមែនគេឲ្យទៀងពេលទៀងវេលាណាស្រាប់តែយូរទៅបាត់ដើមបាត់ការបាត់មិត្តភាពបាត់ការរាប់អានគ្នាដោយសារតែអត់លុយហ្នឹងតែនិយាយណាមកដល់អាមេរិកហ្នឹងនិយាយម្ដងទៅតើតាឥឡូវហ្នឹងក៏អត់មានសងយើងដែរអត់មានឲ្យលុយយើងទេគឺថាដាច់បាត់ទាំងដើមបាត់ទាំងការហើយមកដល់អាមេរិកហ្នឹងទៀតខ្ញុំឃើញបងនៅនឹងគាត់រកស៊ីចងការប្រាក់មើលទៅការប្រាក់ខ្ពស់សំណំសនួនដែរយើងគិតថាយើងទុកលុយចោលរកស៊ីចងការប្រាក់នៅអាមេរិកហ្នឹងប៊ីសបាត់ទាំងដើមទៀតនិយាយពីថាអូយខ្ញុំអត់មាននិស័យជាមួយណារឿងរកស៊ីចងការប្រាក់ហ្នឹងតែមកណាការនោះដាក់តែ500ហ្នឹងប៊ីសលបោទាំងអា500ហ្នឹងទៅទៀតដល់ពេលអញ្ចឹងទៅអូយមិនបាច់ចាំមកប្រាប់ខ្ញុំឲ្យទៅរកស៊ីណាដាក់ការប្រាក់ទៀបជាងចិនទៀបជាងអីទេអាស្គាល់គ្នាឃើញមុខគ្នារាល់ថ្ងៃនេះទៀមបានផងចុះទៅមមតាអានដែរឃើញផងធំទៅតម្លាក់លុយឲ្យគេអីណាមានស្អីណាឈ្មោះកដាអីអូយមិនបាច់ចាំមកនិយាយបញ្ចុះខ្ញុំទេខ្ញុំអត់មាននិស័យជាមួយណារកស៊ីចងការប្រាក់ហ្នឹងហ្មងខ្ញុំនិយាយមែនវាអត់និស័យតែហ្មង